បើសិនជាអ្នកទាំងអស់គ្នាមិនអាចធ្វើរឿងទាំង3នេះបានទេមិនបាច់ចាំមានក្តីសម័យមករៀននៅស្រុកគេទេសុខចិត្តដេកផ្ទះទៅល្អជាងមានមនុស្សជាច្រើនគិតថាឲ្យតែប៉ាម៉ាក់យើងមានលុយទិញសម្បត្តិយន្តហោះឲ្យយើងមករៀនស្រុកគេបានបង់ថ្លៃសាលាបានមករៀនស្រុកគេបានហើយស្រួលនឹងមានអីពិបាកអ្នកខ្លះទៀតគិតថាខ្ញុំរៀនបកែបានលេខ1ក្នុងថ្នាក់រាល់ខែហើយក៏មករៀនស្រុកគេមានអីពិបាកក៏រៀនភាសាអង់គ្លេសហ្នឹងខ្ញុំក៏បកែអង់គ្លេសទៀតប៉ុន្តែបើសិនជាអ្នកនរគ្នាមិនអាចធ្វើរឿងទាំង3ដែលខ្ញុំប្រាប់នៅក្នុងវីដេអូនេះបានទេមិនបាច់ទេឈប់ការគិតទាំងអស់ហ្នឹងហើយដេកផ្ទះទៅល្អជាងហើយមុននឹងអ្នកទាំងអស់គ្នា comment រីកគុណក្នុងវីដេអូនេះសូមជួយមើលវីដេអូហ្នឹងឲ្យចប់សិនចាំ comment អរគុណច្រើនថ្ងៃសប្តាហ៍អ្នកនរគ្នាខ្ញុំឈ្មោះចិនតោជាអតីតនិស្សិតអាហារករផ្នែកគណនេយ្យនិងហិរញ្ញវត្ថុនៅសាកលវិទ្យាល័យ Swinburne ទីក្រុង Melbourne ប្រទេសអូស្ត្រាលីហើយខ្ញុំទៅតែបញ្ចប់ការសិក្សានៅឆ្នាំ2024នេះឯងហើយបច្ចុប្បន្នខ្ញុំកំពុងធ្វើការផ្នែកគណនេយ្យនៅទីក្រុង Melbourne ប្រទេសអូស្ត្រាលីនេះឯងបើសិនជាអ្នកនរគ្នាគិតថាវីដេអូមួយនេះមានប្រយោជន៍ហើយអ្នកនរគ្នាចូលចិត្តវាជួយចុច like subscribe comment share ហើយ follow page ម្នាក់មួយផងអរគុណច្រើនរបស់ទី1សំខាន់ជាងគេដែលអ្នកនរគ្នាត្រូវមានមុននឹងមករៀននៅស្រុកគេបានគឺការតាំងចិត្ត 100% ហ្មងមុនខ្ញុំមករៀននៅអូស្ត្រាលីនេះខ្ញុំអត់ដឹងថាខ្ញុំត្រូវការរំពឹងទុកអីខ្លះទេខ្ញុំដឹងថាខ្ញុំមករៀននៅស្រុកគេខ្ញុំមានការតាំងចិត្ត 100% ខ្ញុំឲ្យ 100% ហ្មងខ្ញុំអត់ចេះធ្វើម្ហូបខ្ញុំរៀនក៏មិនសូវបកែមិនបានលេខ4ក្នុងថ្នាក់ទៀតមកនឹងមិនដឹងថារស់ដល់របៀបណាមិនដឹងថាធ្វើការងារអីបកែក៏មិនបកែនៅតែសឹងតែមិនដែលលេងចានធ្វើម្ហូបខ្លួនឯងផងប៉ាម៉ាក់ធ្វើឲ្យរហូតហ្នឹងប៉ុន្តែខ្ញុំមានការតាំងចិត្តកោចំហរឹងមាំមួយថាខ្ញុំនឹងមកស្រុកគេឲ្យបានហើយខ្ញុំនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងទាំងអស់ដើម្បីជំនះនៅរាល់ឧបសគ្គដែលខ្ញុំបានជួបអញ្ចឹងដល់ពេលខ្ញុំមកដល់ស្រុកគេនេះខ្ញុំជួបបញ្ហាច្រើនមែនទែនប៉ុន្តែខ្ញុំជំនះលើវាគ្រប់បែបយ៉ាងដោយសារតែមានការតាំងចិត្តហ្នឹងអញ្ចឹងនៅពេលណាមួយដែលខ្ញុំជួបឧបសគ្គដូចជាការនៅម្នាក់ឯងឯកោរៀនមិនបកែរៀនស្ដាប់គ្រូអត់យល់អានសភៅច្រើនខ្លាំងពេក stress ខ្លាំងរកការងារអត់បានរកលុយអត់បានហើយអីទាំងអស់ហ្នឹងវាសុទ្ធតែជាឧបសគ្គប៉ុន្តែដោយសារតែការតាំងចិត្តយើងរឹងមាំយើងរកវិធីដោះស្រាយសួរគេសួរឯងឆែកមើលតាមអ៊ីនធឺណិតហើយខិតខំបញ្ចេញសកម្មភាពគ្រប់បែបយ៉ាងដើម្បីជំនះលើឧបសគ្គទាំងអស់ហ្នឹងអញ្ចឹងខ្ញុំគិតថាអ្នកទាំងអស់គ្នាទោះបីជាអ្នកទាំងអស់គ្នាឥឡូវហ្នឹងអត់ដឹងថាថ្ងៃមុខកើតអីទេអត់មានផែនការច្បាស់លាស់ 100% ទេទាំងហោចណាស់សំខាន់ជាងគេអ្នកទាំងអស់គ្នាត្រូវការមានការតាំងចិត្តថានៅពេលដែលថ្ងៃមុខនៅពេលដែលយើងមករៀននៅស្រុកគេហ្នឹងពេលយើងជួបបញ្ហាអីក៏ដោយយើងត្រូវជំនះគ្រប់ឧបសគ្គគ្រប់បែបយ៉ាងដើម្បីរកដំណោះស្រាយហើយឆ្ពោះទៅមុខជានិច្ចអាហ្នឹងសំខាន់ជាងគេទី1របស់ទី2ដែលអ្នកទាំងអស់គ្នាត្រូវការមានដើម្បីមករៀននៅស្រុកគេបានគឺការកំណត់គោលដៅឲ្យច្បាស់លាស់ខ្លាំងមែនទែនមករៀននៅស្រុកគេវាអត់ស្រួលដូចបកជេរទេយើងត្រូវការធ្វើរឿងច្រើនមែនទែននៅក្នុងកំឡុងពេលយើងកំពុងសិក្សាហ្នឹងយើងត្រូវការរៀនឲ្យបកែផងម្នាក់ខ្លះបានអាហារូបករណ៍ដូចខ្ញុំទៀតត្រូវការរៀនរបាំទុកខ្ពស់ដើម្បីកុំឲ្យគេតម្លាក់អាហារូបករណ៍ចោលហើយអ្នកខ្លះត្រូវការរៀនបដាធ្វើការបដាដើម្បីយកលុយមកចិញ្ចឹមជីវិតបងថ្លៃផ្ទះបងថ្លៃភ្លើងអីហ្នឹងហើយនឹងសំលុយអ្នកខ្លះចង់សំលុយអ្នកខ្លះចង់ប៉ាវសង្សារអីចូលហាងអីចឹងត្រូវការធ្វើការទៀតតែរឿងទាំងអស់ហ្នឹងកើតឡើងហើយយើងអាយុយើងទៅតែ18 19 20ឆ្នាំទេយើងនៅក្មេងដែរយើងចង់ដើរលេងចង់សប្បាយដើរលេងជាមួយមិត្តភ័ក្តិទៅញ៉ាំអីទៅផ្សារចង់ទិញកៅអៅថ្មីបើជើងថ្មីអារឿងទាំងអស់ហ្នឹងកើតឡើងក្នុងកំឡុងពេលដែលយើងមករៀននៅស្រុកគេហើយមនុស្សគ្រប់គ្នាមិនថាមករៀននៅស្រុកគេអត់ទេដឹងថាមានថ្ងៃខ្លះខ្ជិលថ្ងៃខ្លះអាសាហើយថ្ងៃខ្ជិលហ្នឹងគឺពិបាកហ្មងអត់ចង់ងើបពីដេកទេចង់តែដេកអូសទូរស័ព្ទហ្នឹងឯងប៉ុន្តែបើសិនជាយើងអត់មានគោលដៅច្បាស់លាស់អាហ្នឹងឯងយើងអូសមួយថ្ងៃវល់ងាយគិតតែទៅរៀនមកផ្ទះវិញដេកអូសទូរស័ព្ទហ្នឹងឯងប៉ុន្តែបើសិនជាយើងមានគោលដៅច្បាស់លាស់ថ្ងៃខ្លះយើងខ្ជិលមែនប៉ុន្តែដួលហើយយើងងើបមកវិញមកដល់អាគោលចំហកណ្ដាលរបស់យើងអញ្ចឹងត្រូវការអ្នកនរគ្នាដាក់គោលដៅច្បាស់លាស់ថាខ្ញុំមករៀននៅស្រុកគេខ្ញុំត្រូវការប្រឡងឲ្យបានបន្ទុកប៉ុណ្ណេះឬក៏បន្ទុកខ្ពស់ហើយខ្ញុំត្រូវការរកការងារឲ្យបានធ្វើការបានប៉ុណ្ណេះដំបូងខ្ញុំត្រូវការមានការតាំងចិត្តបន្ទាប់មកដាក់គោលដៅច្បាស់លាស់ថាមកដល់នេះដើម្បីអីគោលដៅធំគឺរៀនដើម្បីឲ្យចប់សញ្ញាបត្រហ្នឹងបានបន្ទុកប៉ុណ្ណាអាហ្នឹងយើងលើយើងកំណត់គោលដៅខ្លួនឯងឯងបើសិនជាអ្នកទាំងអស់គ្នាអត់ទាំងមានគោលដៅផងដល់ពេលអ្នកទាំងអស់គ្នាធ្វើអីគេមួយហើយភ្លេចខ្លួនតើអ្នកទាំងអស់គ្នាធ្វើបែបណាបានន័យថាមករៀននៅស្រុកគេហ្នឹងខាតហើយដើរលេងសប្បាយហឺហាភ្លេចខ្លួនដល់ពេលមើលបន្ទុកប្រឡងធ្លាក់ទៅខ្មែរវិញដែរហ្នឹងទោះបីមិនទៅខ្មែរវិញក៏ខាតពេលខាតលុយដែរដោយសារតែត្រូវការប្រឡងបង់លុយ$4,500មួយមុខវិជ្ជាចំណុចទី3ដែលអ្នកទាំងអស់គ្នាត្រូវការមានដើម្បីមករៀនស្រុកគេបានគឺស្មារតីគ្រប់គ្រងអារម្មណ៍ខ្លួនឯងនេះគឺជាមេរៀនជីវិតមួយដែលខ្ញុំមិនដែលគិតពីវាកន្លងមកតតែសោះហ្មងមករៀននៅស្រុកគេហ្នឹងគឺយើងមកម្នាក់ឯងបន្ទាប់មកយើងជួបមនុស្សច្រើនមែនតើយើងទៅសាលាយើងជួបជាមួយគ្រូជួបជាមួយមិត្តភ័ក្តិផ្សេងសិស្សរួមថ្នាក់ដល់ពេលយើងទៅធ្វើការយើងជួបជាមួយមេរបស់យើងមេខ្លះល្អមេខ្លះអត់ល្អអ្នកធ្វើការជាមួយគ្នាដល់មកយើងចេញមកពីសាលាចេញមកពីការធ្វើការមកផ្ទះវិញអ្នកខ្លះមានលុយច្រើនគេនៅម្នាក់ឯងប៉ុន្តែមនុស្សភាគច្រើនគឺនៅចែកអាផាតមិនមួយគេអញ្ចឹងបានន័យថាមិត្តរួមអាផាតមិនឬក៏មិត្តរួមផ្ទះរបស់យើងត្រូវចែកម្លែកទីតាំងមួយគេទៀតយើងជួបបញ្ហាច្រើនមែនតើអ្នកខ្លះនឹកផ្ទះអ្នកខ្លះនឹកម្ហូបអ្នកខ្លះរៀនអត់ចូលអ្នកខ្លះរៀនអត់បកែអ្នកខ្លះមិត្តភ័ក្តិស្ដីឲ្យគ្រូស្ដីឲ្យសង្សារបាយអីអញ្ចឹងបញ្ហាចេះតែមានរហូតជួបបញ្ហាជាប្រចាំរាល់ថ្ងៃរហូតនិយាយទៅបញ្ហាវាមានច្រើនមានអត់ចេះចប់ទេតែបើសិនជាអ្នកនរគ្នាអត់មានស្មារតីគ្រប់គ្រងអារម្មណ៍ខ្លួនឯងហើយដល់ពេលមានបញ្ហាអីបន្តិចបន្តួចក៏ដោយច្រើនក៏ដោយល្អូទៅប្រាប់អ្នកផ្ទះខលទៅប្រាប់ប៉ាប្រាប់ម៉ាក់យំអ្នកខ្លះល្អូថាប៉ាអើយខ្ញុំអស់លុយហើយអ្នកខ្លះល្អូថាប៉ាអើយខ្ញុំរៀនអាមុខវិជ្ជានេះអត់បកែសោះម៉ាក់អើយខ្ញុំរៀនអានេះដឹងតែធ្លាក់ទៀតហើយខ្ញុំដើរដាក់ការងារ3ខែហើយអត់មានអ្នកគេយកខ្ញុំសោះចិត្តអស់លុយពីក្នុងកុងហើយគ្រូខ្ញុំស្ដីឲ្យខ្ញុំទៀតហើយម៉ាក់អើយថ្ងៃមិញសាលាខលប្រាប់ខ្ញុំថាបើសិនជាខ្ញុំប្រឡ
ងអានេះអត់ចប់ទេគេឲ្យខ្ញុំទៅខ្មែរវិញហើយពេលខ្លះយើងធ្វើការមេយើងអារម្មណ៍អត់ល្អស្ដីយើងខុសយើងអត់ខុសទេប៉ុន្តែមេស្ដីឲ្យយើងដល់ពេលយើងអត់ចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងយើងច្រឡោកគំរូគំរើស្ដីឲ្យមេវិញហិតដើរចេញមានអីមានគេដេញយើងចេញពីកន្លែងធ្វើការហ្នឹងហើយដល់ពេលមានបញ្ហាបន្តិចអាងបន្តិចលោប្រាប់ប៉ាប្រាប់ម៉ាក់មានអីគាត់អត់មានអីជួយយើងបានទេយើងនៅស្រុកគេតែម្នាក់ឯងនេះទេដល់ពេលយើងមានបញ្ហាអីយើងលោប្រាប់គាត់ stress យើង stress ហើយដល់ពេលយើងប្រាប់គាត់គាត់ក៏ stress ដូចយើងដែរហើយគាត់មានតែជួយអីយើងបានហើយខ្ញុំនិយាយហ្នឹងមិនមែនប្រាប់ថាអ្នកនរគ្នាមិនគួរប្រាប់បញ្ហាអីទៅអ្នកតែទាំងអស់ហ្នឹងទេប៉ុន្តែឲ្យយើងចេះគិតផងចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងកុំចេះតែមានបញ្ហាអីប្រាប់មានបញ្ហាអីប្រាប់មិនតែអ្នកទេមនុស្សជុំវិញខ្លួនយើងបើមិនយើងមានបញ្ហាអីមួយយើងចេះតែបញ្ចេញអារម្មណ៍ហ្នឹងទៅឲ្យគេឃើញបើមិនជាអារម្មណ៍ហ្នឹងល្អមិនអីទេប៉ុន្តែបើមិនជាអារម្មណ៍ហ្នឹងអត់ល្អយើងប៉ះពាល់អារម្មណ៍អ្នកជុំវិញខ្លួនយើងហើយលទ្ធផលចុងក្រោយមិនលទ្ធផលចុងក្រោយគឺអត់ល្អទាំងអស់គ្នាប៉ាម៉ាក់យើងនៅផ្ទះស្ដាប់មកអូកូនអញមានបញ្ហាទៀតហើយអញមិនដឹងមិនមកទេនេះ stress រហូតអញ្ចឹងសុខចិត្តនៅផ្ទះមិនចាំតែរៀនសុខគេល្អជាងនិយាយសរុបមកលុយអាចទិញសម្បត្តិយន្តហោះឲ្យយើងមករៀនសុខគេបានលុយអាចបង់ថ្លៃសាលាបានប៉ុន្តែលុយមិនអាចទិញអា3ចំណុចដែលខ្ញុំនិយាយបានមិនហ្នឹងទេចំពោះបងប្អូនដែលរៀនបកាយក៏ចឹងដែរមិនមែនគាត់ថារៀនបកាយអាចមកសុខគេបានណាត្រូវដាក់មានគោលដៅច្បាស់លាស់មានការតាំងចិត្តថាមានបញ្ហាអីក៏ជំនះឲ្យបានគ្រប់បែបយ៉ាងហើយចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងបើមិនចឹងទេទៅរៀនសុខគេហើយប៉ាម៉ាក់ stress នៅផ្ទះអត់ប្រយោជន៍ដែរទេសង្ឃឹមថាវីដេអូមួយនេះបានជាប្រយោជន៍ខ្លះដល់អ្នកនរគ្នាបើសិនជាចូលចិត្តវាជួយចុច like subscribe comment share ហើយ follow page ម្នាក់មួយផងអរគុណច្រើនជួបគ្នាវីដេអូក្រោយបាយបាយ